អភិបាលខេត្តពោធិ៍សាត់សម្របសម្រួលក្រុមអ្នកសង្កេតការអាស៊ាន AOT ចុះពិនិត្យស្ថានភាពនៅចំណុចចមួយនិងស្ពានមេទឹកខេត្តពោធិ៍សាត់ដែលត្រូវបានបំផ្លាញដោយយន្តហោះចម្បាំងរបស់ថៃក្រុមអ្នកសង្កេតការអាស៊ាន AOT នៅរសៀលថ្ងៃទី15ខែមករាឆ្នាំ2026ក្រុមការសម្របសម្រួលពីអាយដាមខូរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានចុះទៅសង្កេតការផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពនៅចំណុចចមួយនិងស្ពានមេទឹកខេត្តពោធិ៍សាត់ដែលត្រូវបានបំផ្លាញដោយយន្តហោះចម្បាំងរបស់ភីគីថៃកាលពីពេលកន្លងទៅកម្ពុជាតែងតែផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការអាស៊ាន AOT ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងទូនាទីនិងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទច្បាញ់ឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពសម្ដៅលើកម្ពុជាតម្លាភាពគណនេយ្យភាពនិងការជឿទុកចិត្តទៅវិញទៅមកនាំមកជូនដោយហាងនៅសាលៀនមានលក់អាគុយរថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168